ដាច់បាល់ទាត់ Cristiano Ronaldo ទើបតែបានធ្វើឲ្យហ្វេនរាប់រយលាននាក់ជុំវិញពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហោះរូបថតឃ្លាំង Hypercar របស់គាត់នៅលើ Instagram ជាមួយ caption បែបផ្លេចខ្លីៗថា My Toys គ្រាន់តែឃ្លាំងប្រដាប់ក្មេងលេងរបស់គាត់មួយនេះសរុបតម្លៃចូលជិត$20 លានទៅហើយថ្ងៃនេះ Cambodia Auto Dealer នឹងនាំបងប្អូនទៅមើល Hypercar កំពូលទាំង4គ្រឿងដែល Ronaldo បានបង្ហាញតើវាមានភាពកម្រនិងកម្លាំងខ្លាំងក្លាកម្រិតណាឡានទី1ដែលលេចធ្លោនិងថ្លៃបំផុតក្នុងរូបនេះគឺ Bugatti Sento DRC ឡានមួយគ្រឿងនេះផលិតតែ10គ្រឿងប៉ុណ្ណោះនៅលើពិភពលោកដើម្បីអបអរសាទរខួប110ឆ្នាំនៃប្រវត្តិសាស្ត្រ Bugatti វាបំពាក់ម៉ាស៊ីន 8.0 លីត្រ Quad Turbo W16 បញ្ចេញកម្លាំងរហូតដល់ 1600 សេះហើយសន្ទុះពី0ទៅ100គីឡូម៉ែត្រក្នុង1ម៉ោងក្នុងពេលត្រឹមតែ 2.4 វិនាទីតែប៉ុណ្ណោះតម្លៃដើមជិត$10 លានបច្ចុប្បន្នតម្លៃទីផ្សារដេញថ្លៃគឺកើនឡើងខ្លាំងជាងនេះទៅទៀតឡានទី2គឺ Ferrari Daytona SP3 ដែលស្ថិតក្នុងស្រឡាយ Icona ស៊េរីដ៏កម្ររបស់ Ferrari ឡាននេះមិនមែនមានលុយសុទ្ធតែទិញបានទេគឺក្រុមហ៊ុនជ្រើសរើសលក់ជូនតែអតិថិជន VIP កម្ពុជាតែប៉ុណ្ណោះវាបំពាក់ម៉ាស៊ីន 6.5 លីត្រ Naturally Aspirated V12 កម្លាំង 829 សេះអ្វីដែលពិសេសគឺវាអត់មានបំពាក់ Turbo ទេធ្វើឲ្យសំឡេងម៉ាស៊ីន V12 ស្រែកបានពីរោះនិងរាំនឹងយ៉ាងខ្លាំងបំផុតបន្តមកទៀតគឺ Ferrari Monza SP1 ដែលជាប្រភេទឡាន Speedster កៅអីតូចជិះបានតែម្នាក់អត់មានដំបូលនិងអត់មានកញ្ចក់មុខឡើយ Ronaldo ធ្លាប់បានជិះឧទ្ធម្ភាគចក្រទៅទិញឡាននេះដល់រោងចក្រ Maranello ក្នុងប្រទេសអ៊ីតាលីវាមានកម្លាំងសេះ800សេះហើយវាជាឡាន collection បែបសិល្បៈដែលអ្នកប្រមូលឡានទូទាំងពិភពលោកប្រាថ្នាចង់បានចុងក្រោយគឺ Ferrari Purosangue ទោះជា Ronaldo មាន Hypercar ល្បឿនលឿនច្រើនប៉ុន្តែ Purosangue គឺជា SUV ទ្វារ4ដំបូងគេបង្អស់របស់ Ferrari ដែល Ronaldo ប្រើប្រាស់ជិះជាប្រចាំថ្ងៃជាមួយក្រុមគ្រួសារវាបំពាក់ម៉ាស៊ីន V12 កម្លាំង715សេះដែលមានទាំងភាពប្រណិតនិងល្បឿនលឿនក្នុងពេលតែមួយសរុបមកឃ្លាំង My Toy របស់ Ronaldo មិនមែនត្រឹមតែបង្ហាញពីភាពជោគជ័យនិងទ្រព្យសម្បត្តិមហាសាលរបស់គាត់តែប៉ុណ្ណោះទេប៉ុន្តែវាក៏បង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះ Hypercar ដ៏កម្រក្នុងលោកផងដែរតើបងប្អូនស្រឡាញ់ឡានមួយណាជាងគេក្នុងចំណោមឡានទាំង4គ្រឿងនេះខមមិនប្រាប់ខ្ញុំខាងក្រោមហើយប្រសិនបើបងប្អូនកំពុងស្វែងរករថយន្តប្រណិតឡាន VIP ឬ SUV ទំនើបនៅស្រុកខ្មែរកុំភ្លេចទាក់ទងមកកាន់ Cambodia Auto Dealer សូមចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជួបគ្នានៅវីដេអូក្រោយសូមអរគុណ